បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអ្នកប្រើប្រាស់កុំព្យូទ័រទូទៅមិនថាខ្ញុំមិនថាគេឲ្យតែអ្នកប្រើកុំព្យូទ័រថ្ងៃនេះខ្ញុំមានការចែករំលែកតិចតួចមួយពាក់ព័ន្ធជាមួយនឹងការលុប file បងប្អូនឃើញនៅក្នុង screen របស់ខ្ញុំនេះគឺខ្ញុំទាញធុងសម្រាប់មកដាក់ចិត្តហើយនឹងខ្ញុំមាន file 2ខ្ញុំមាន file 2មាន A 1 B 1អញ្ចឹងខ្ញុំឡងឥឡូវនេះខ្ញុំចង់លុប file A មួយចង់លុប file A ហ្នឹងអ្នកទាំងអស់គ្នាតែឆ្ងល់ជា default របស់ Windows ពេលដែលយើងលុប file ហ្នឹងគឺវាសួរយើងមកតង់ទៀតបាទនេះតែយើងមិនមែនចុច delete ភ្លាមទៅភ្លាមណាយើងចុច delete តឹងទៅមិនថា mouse ស្ដាំ delete ឬមួយក៏យើងចុច keyboard delete ទេសួរយើងសិនថាលុបមែនអត់ហេអូខេអញ្ចឹងបើយើងលុបមែនយើងចុច yes ទៅតែបើយើងគីឡូយើងបកក្រោយអត់ទាន់យើងចង់នេះអីខ្លាចគីឡូចូលដៃយើងអាចចុច no យេប៉ុន្តែក៏មានអ្នកខ្លះទៀតនៅឃើញថាទៅលុបគឺលុបហ្នឹងលោតមកសួរអីទៀតព្រោះបើសិនជាលុបខុសទៅអាងជើ restore ពីធុង5មកវិញហេអូខេអញ្ចឹងយើងពេលខ្លះយើងធុញដែរខ្ជិលសួរច្រើនទៅលុបគឺលុបបើខុសទៅ restore ធុង5វិញអូខេអញ្ចឹងដើម្បីយើងធ្វើវិធីនឹងបានពេលយើងលុបទៅហ្មងយើងខ្ជិលកុំឲ្យសួរអីច្រើនខ្ញុំចុច no វិញអញ្ចឹងខ្ញុំទុក file នឹងដែរអូខេហើយយើងមកស្ដាំលើធុងសម្រាប់ហើយយើងយកពាក្យ property ចឹងនៅក្នុង Windows 10ក៏ដូចគ្នាដែរយើងមកស្ដាំលើធុងសម្រាប់យើងយកពាក្យ property Windows 7ក៏ដូចគ្នាដែរ Windows 8 មួយ Windows 8ក៏ដូចគ្នាដែរយើងមកស្ដាំលើធុងសម្រាប់ហ្នឹងហើយយើងយក property បន្ទាប់មកនេះយើងមកស្លឹងមើលនេះស្លឹងមើលនេះយើងដោះ display ចេញយើងដោះ display ចេញមកដោះ display ចេញវាលែងសួរហើយយើងយក apply មកអូខេយើងយក apply មកណាអញ្ចឹងយើងយក apply មកហើយយើងចុច OK អញ្ចឹងតែប៉ុណ្្នឹងយើងលុបបាទយើងមកស្ដាំមួយយើងយក delete អញ្ចឹងឬមួយក៏យើងចុច keyboard យើងយក delete អញ្ចឹង delete ថាផ្លាច់ទៅបាត់ទៅបាត់ហើយវាលែងសួរហើយអញ្ចឹងវានៅក្នុងធុង5នេះអញ្ចឹងវាលែងសួរយើងហើយមួយនេះក៏អញ្ចឹងដែរអូខេយើងសាកតេស្តមួយទៀតអញ្ចឹងយើងពាក្យ delete បាត់ទៅបាត់ហើយអូខេអញ្ចឹងវាអត់សួរយើងទៀតណាអញ្ចឹងបើយើងថាយើងគិតថាយើងលុបជ្រុលយើងមកធុង5វិញយើង restore វិញធម្មតាយើងអូខេយើងវាពាក្យថា restore អូខេអញ្ចឹងវាមកទីតាំងនៅលើ desktop យើងទៅដែរអញ្ចឹងវីដេអូនេះខ្លីទេហើយក៏ប្រហែលជាមានបងប្អូនវាច្រើនគាត់អត់ដែលបានដឹងពីចំណុចទូចៗអញ្ចឹងទេអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងប្រាប់ពីវិធីថាធ្វើម៉េចយើង delete ហ្នឹងគឺ delete ទៅរហូតហ្មងខ្ជិលតែធុងសម្រាប់ក៏មកឲ្យនៅដែរយើង delete ទៅហ្មងខ្ជិលក៏មកវានៅធុងសម្រាប់ទៀតអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន